เรื่องព្រះរាជបុត្រវីរៈចិត្តអត់ធ្មត់កាលពីព្រេងនាយមាននគរមួយឈ្មោះថាឥន្ទ្របុរៈដែលធ្លាប់តែរុងរឿងថ្កុំថ្កើងព្រះរាជាគ្រប់គ្រងនគរមានព្រះរាជបុត្រមួយអង្គព្រះនាមវីរៈព្រះអង្គវីរៈជាបុគ្គលដែលមានចិត្តមុតមមនិងសេចក្តីអត់ធ្មត់ដ៏ខ្ពង់ខ្ពស់តាំងពីវ័យកុមារថ្ងៃមួយនគរឥន្ទ្របុរៈត្រូវបានពួកចៅប្លន់ដ៏សាហាវយាយីជាខ្លាំងពួកចៅបានដុតបំផ្លាញផ្ទះសម្បែងលួចទ្រព្យសម្បត្តិនិងចាប់ប្រជាជនធ្វើជាឆ្លើយសឹកព្រះរាជាព្រួយព្រះរាជហឫទ័យជាខ្លាំងហើយគ្មានមធ្យោបាយទប់បានឡើយដោយសារកងទ័ពត្រូវបានចៅវាយបំបែកខ្ទេចខ្ទាំអស់ព្រះរាជាបានត្រាស់ហៅព្រះរាជបុត្រវីរៈមកថាវីរៈបុត្របិតានគររបស់យើងពេលនេះកំពុងតែជួបនៅមហន្តរាយហើយបិតាអស់ជំរើសហើយបុត្រព្រះរាជបុត្រវីរៈក្រាបទូលដោយទឹកមុខមឹងមាំថាទូលព្រះបង្គំនឹងមិនបណ្ដោយឲ្យពួកចោរទាំងអស់នោះបំផ្លាញនគររបស់យើងឡើយបិតាហើយទូលព្រះបង្គំនឹងទៅស្វែងរកកម្លាំងដើម្បីយកជ័យជំនះមកវិញព្រះអង្គវីរៈបានសម្រេចចិត្តចេញស្វែងរកគ្រូក្បាច់គុនម្នាក់ដែលរស់នៅឯភ្នំឆ្ងាយពីនគររាប់ពាន់យោជន៍ព្រះអង្គបានលាព្រះមាតាបិតាហើយចាប់ផ្ដើមធ្វើដំណើរដោយអង្គឯងផ្លូវដែលព្រះអង្គធ្វើដំណើរទៅនោះពោរពេញទៅដោយឧបសគ្គធំធំពេលខ្លះត្រូវឆ្លងកាត់ព្រៃស្បាតដែលពោរពេញទៅដោយសត្វសាហាវពេលខ្លះត្រូវឡើងចុះភ្នំខ្ពស់ស្ទើរតែដាច់ខ្យល់ថ្ងៃមួយនោះព្រះអង្គបានជួបនឹងជ្រលងភ្នំដ៏ធំមួយដែលមានថ្មធំរមៀលធ្លាក់ពីលើមកជាហូរហែព្រះអង្គត្រូវរង់ចាំរាប់ម៉ោងដើម្បីស្វែងរកឱកាសឆ្លងព្រះអង្គបានពោលទៅកាន់ខ្លួនឯងថាទ្រាំទៀតវីរៈទោះបីទៅរង់ចាំយូរប៉ុណ្ណាក៏ដោយយើងត្រូវតែឆ្លងកាត់ទៅឲ្យបានដើម្បីជួយប្រជារាស្ត្ររបស់យើងសេចក្តីអត់ធ្មត់នេះនឹងដឹកនាំយើងទៅមុខជាមិនខានបន្ទាប់ពីឆ្លងជ្រលងភ្នំហើយព្រះអង្គធ្វើដំណើរឆ្លងកាត់វាលខ្សាច់ដ៏ក្តៅហួតហែងព្រះអង្គស្រេកទឹកខ្លាំងរហូតចង់ដាច់ខ្យល់ស្លាប់ម្ដងរាល់ពេលដែលព្រះអង្គមានអារម្មណ៍ថាបោះបង់ក្តីសង្ឃឹមព្រះអង្គតែងតែរលឹកដល់ទឹកមុខដ៏ក្រៀមក្រំរបស់ព្រះបិតានិងប្រជាជននៅក្នុងព្រះនគរការរលឹកនេះបានជំរុញទឹកចិត្តព្រះអង្គឲ្យបន្តដំណើរទៅមុខបន្តទៀតបន្ទាប់ពីការតស៊ូដ៏យូរលង់ព្រះអង្គវីរៈបានទៅដល់អាស្រមរបស់លោកគ្រូក្បាច់គុនលោកគ្រូក្បាច់គុនបានសម្លឹងមើលព្រះភ័ក្ត្ររបស់ព្រះអង្គដោយទឹកមុខស្ងប់ស្ងៀមលោកគ្រូបានសួរថាឯមកនេះដើម្បីគោលបំណងអ្វីព្រះរាជបុត្រវីរៈបានក្រាបហើយរៀបរាប់ពីទុក្ខលំបាករបស់ព្រះនគររបស់ខ្លួនទូលព្រះបង្គំមកនេះដើម្បីស្វែងរកក្បាច់គុនពីលោកគ្រូដើម្បីយកទៅការពារនគរពីពួកចៅប្លន់ទាំងនោះទូលព្រះបង្គំសូមលោកគ្រូមេត្តាបង្រៀនក្បាច់គុនដល់ទូលព្រះបង្គំផងលោកគ្រូលោកគ្រូក្បាច់គុនបានយល់ព្រមបង្រៀនព្រះអង្គវីរៈប៉ុន្តែលោកគ្រូដាក់លក្ខខណ្ឌថាព្រះអង្គត្រូវហាត់រៀនដោយក្តីអត់ធ្មត់ខ្ពស់ហើយមិនត្រូវត្អូញត្អែម្ដងណាឡើយរាល់ពេលដែលព្រះអង្គហាត់រៀនក្បាច់គុនយ៉ាងលំបាកលោកគ្រូឲ្យព្រះអង្គរត់ចុះឡើងភ្នំរាប់រយដងលើកថ្មធំហាត់ប្រយុទ្ធនឹងដើមឈើធំជាច្រើនម៉ោងដោយមិនឲ្យព្រះអង្គសម្រាកសូម្បីតែបន្តិច